Bạn đây là một nạp ní cả vì video tìm muối đang trong âm bị sập hơi chỉ vật ní dương đi âm bị tăng bị nào một bài rồi học sập bờ lại một đàระบบกุกรงไม่จีหลังวิ่งคือนำไปเอาญี่ปุ่นทั่วเอาประเทศระบบกัดเอาในแต่จีญี่ปุ่นvà từng nước ba lụcของแม็กเป็นแม็กในแต่จีญี่ปุ่นហើយដូចបងប្អូនអរគុណបានដឹងថាគាត់ប្រើវិធីសាស្ត្រ Zodo ដែលជាគោលដៅចម្បងដើម្បីឲ្យជប៉ុនបញ្ជាកំហុសដែលមានបញ្ហាដោយការពីឥណ្ឌានិងចិនដែលធ្វើឲ្យឥណ្ឌានិងចិនធ្លាក់ទៅក្រោមអាណានិគមរបស់លោកខាងលិចបាទចឹងហើយជប៉ុនបានធ្វើខ្លួនឲ្យខ្លាយជាអ្វីជាខ្លួនឯងហើយក្រុមអ្នកដឹកនាំជប៉ុនគាត់ធ្វើបែបហ្នឹងគាត់យល់ច្បាស់ថាពីរបៀបថាតើធ្វើបែបណាដើម្បីឲ្យប្រទេសការពារកុំឲ្យធ្លាក់ខ្លួនទៅក្នុងអាណានិគមនិយមនៃរបបបរទេសជាពិសេសគឺលោកខាងលិចហ្នឹងហើយគាត់ដឹងច្បាស់ថាតើធ្វើបែបណាដែលធ្វើឲ្យប្រទេសនៅតែមាំនោះគឺមានតែធ្វើឲ្យប្រទេសជប៉ុនរីកចម្រើនខាងវិទ្យាសាស្ត្រហើយនិងបច្ចេកវិទ្យាទេបងប្អូនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលជប៉ុនក៏ប្រើវិធីសាស្ត្រមួយគឺបញ្ជូនបានមនុស្សទៅរៀនពីលោកខាងលិចដើម្បីយកមកអភិវឌ្ឍប្រទេសរបស់ខ្លួនវិញទទួលបានភាពរីកចម្រើនតាមរយៈអ្វីដែលលោកខាងលិចគេធ្វើឲ្យប្រទេសរបស់គេរីកចម្រើនហើយប្រវត្តិណាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហ្នឹងគឺនឹងនាំឲ្យសេដ្ឋកិច្ចនិងសង្គមឲ្យជប៉ុនរក្សាអ្វីដែលនៅតែជាជប៉ុននៅតែជាជប៉ុនបាទសម្បីតែតើតើនឹងស្ថាប័នសេដ្ឋកិច្ចសង្គមសាលារៀនសាកលវិទ្យាល័យហើយធនាគារហើយសហជីពក្នុងការគ្រប់គ្រងក្រសួងទីស្ថាប័នផ្សេងៗគឺជប៉ុនបានរៀនសូត្រពីលោកខាងលិចជាច្រើនដើម្បីមកធ្វើការពង្រឹងនៅក្នុងប្រទេសរបស់ខ្លួនពួកមេដឹកនាំជប៉ុនគាត់ធ្វើបែបនេះគឺដើម្បីឲ្យមានភាពរីកចម្រើនទំនើបប៉ុន្តែរក្សាជប៉ុននៅតែជាជប៉ុនដោយសារពួកគាត់បាទមិនបំពាក់តែបច្ចេកវិទ្យាទំនើបតែម្យ៉ាងទេប៉ុន្តែពួកគាត់ត្រូវទាមទារឲ្យមានឫសគល់បាទពីវប្បធម៌ដាំដុះពីអ្វីដែលជាជប៉ុនបង្កើតភាពរឹងមាំពីដូនតារបស់ពួកគេតែគេមិនបោះបង់ទេបាទក្នុងភាសាអាជីវកម្មណាបងប្អូនគេនិយាយគេប្រើពាក្យថា tradition plus innovation អភិរក្សតែអភិវឌ្ឍឲ្យទំនើបតែមិនបាត់អ្វីជាខ្លួនឯងទេហើយតែនេះហើយបានជាសភៅផ្លូវជីវិតបាទរបស់លោកស្ថាបនិកក្រុមហ៊ុន Panasonic បាទលោកកូណូសាកេបាទ Panasonic Matsushita គាត់បាននិពន្ធសភៅនេះឡើងហើយលោកអ៊ំទេពខុនណាលបានប្រែនិងសម្រួលដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងងាយស្រួលយល់ហើយអាចយកទៅអនុវត្តបាននៅក្នុងសតវត្សថ្មីយើងនេះនៅក្នុងពេលវេលានេះតែម្ដងជាពិសេសនៅក្នុងបរិបទនៃការគ្រប់គ្រងនៅក្នុងយុគសម័យ AI នេះបាទដូច្នេះបងប្អូនទាំងអស់គ្នារងចាំតាមដានវីដេអូបន្តពីសភៅផ្លូវជីវិតនេះដែលខ្ញុំនឹងធ្វើការបរិយាយខ្លីៗហើយតាមលំដាប់លំដោយនៅក្នុងសភៅផ្លូវជីវិតជូនបងប្អូនយ៉ាងបន្តទៀតប៉ុន្តែបើសិនជាបងប្អូនចង់លម្អិតបន្ថែមបាទអាចជាវសភៅផ្លូវជីវិតនេះពីក្រុមការងារ Bookion ក៏បានពីក្រុមការងារផ្លូវជីវិតក៏បានឬក៏ពីខាងក្រុមការងារខាងសាកលវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ចក៏បានឬមួយក៏តាមបណ្ដាបងប្អូនផ្សេងទៀតដែលស្គាល់នឹងធ្វើការចែកចាយសភៅនេះបាទកុំភ្លេចបាទធ្វើការជាវសភៅនេះត្រឹមតែមួយក្បាល$5ទេនៅពេលនេះដែលបងប្អូនអាចធ្វើការជាវបានអានងាយស្រួលសម្រាប់យកទៅគ្រប់គ្រងខ្លួនឯងគ្រប់គ្រងស្ថាប័នបន្តវប្បធម៌គុណធម៌នៅក្នុងខ្លួនឯងហើយអាចក្លាយទៅជាពលរដ្ឋល្អតាមរយៈការអាននិងអនុវត្តទៅលើគំនិតគតិបណ្ឌិតក្នុងទាំងអស់ផ្ទាល់បាទអូខេអរគុណច្រើនចាំជួបគ្នានៅវីដេអូបន្តបាទអរគុណ